សំទោសណាពុំម៉ែបងប្អូននៅក្នុងរូបនៅក្នុងវីដេអូនេះតែមានគ្រូនៅក្នុងវីដេអូនេះទាំងអស់គ្នាពីនាងខ្ញុំណានាងខ្ញុំសូមអភ័យទោសដែលនាងខ្ញុំបានថតផុសទៅហើយបងម្ចាស់រូបឃើញហើយសូមចុច like ចុច share ចុច follow ចុចតាមដានឲ្យខ្ញុំផងដើម្បីនាងខ្ញុំបានមានកម្លាំងចិត្តផុសវីដេអូបន្តទៀតទៅពុំម៉ែបងប្អូនសកម្មភាពទៅនេះគឺជាសកម្មភាពដែលរៀបចំឡើងនៅក្នុងវត្តក្តីរុនដើម្បីប្រារព្ធពិធីទស្សនាមហាជាដកដល់ពុំម៉ែបងប្អូនបងគិតថាបងប្អូនចំណុះជើងវត្តរបស់យើងក៏មួយច្រិនកកដើម្បីមកជួយស្រោះដៃស្រោះជើងគ្នាដើម្បីធ្វើជាចង្ហាន់ដើម្បីប្រគិនព្រះសង្ឃទាំងព្រឹកហើយនិងថ្ងៃត្រង់ពីព្រឹកយើងមាននំបញ្ចុកហើយថ្ងៃត្រង់គឺយើងមានបាយសម្លពុំម៉ែបងប្អូនក្រោយពីធ្វើបាយធ្វើសម្លគឺយើងបានឆ្លៀតមកទិញរបស់របរនៅខាងក្រៅដូចជាកំបិតអីជាដើមដើម្បីយកទៅចិត្តប្រឡេប្រឡូណាពុំម៉ែបងប្អូនឥឡូវសម្លត្រាវរបស់យើងគិតឆ្អិនហើយពុំម៉ែបងប្អូនអើយនាងខ្ញុំមិនបានថតរហូតដល់សម្លបានឆ្អិនទេពុំម៉ែបងប្អូនអើយថ្ងៃនេះគឺយើងមានហូបពីមុខសម្លត្រាវហើយនឹងត្រីប្រៃវីដេអូចុងក្រោយក៏មានអុយទេបងប្អូនសូមអរគុណច្រើនដល់ម្ចាស់រូបទាំងអស់បើឃើញហើយសូមជួយ like ជួយ share ជួយ follow វីដេអូខ្ញុំម្នាក់មួយផងអរគុណច្រើនអរគុណទុកជាមុនសម្រាប់ការតាមដានបងប្អូនសូមបងប្អូនរស់ស៊ីទទួលទានមានបានទាំងអស់គ្នាហេងហេ